រុនសុស្ដីជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទឥឡូវមកមើលពីការកម្ចាត់ដួងស៊ីស្វាយណាបាទអញ្ចឹងទី1យើងត្រូវប្រើកបោបាទពុកម៉ែបងប្អូនប្រើកបោរបស់យើងធុងថ្នាំលាបអ៊ុយ90នេះបាទក្នុងធុងថ្នាំលាបហ្នឹងបាទនៅសល់ផ្ទះហ្នឹងយើងអាចយកមកលាបស្វាយរបស់យើងកុំអោយមានសត្វស៊ីបាទដួងស៊ីស្វាយបាទអញ្ចឹងមុនយើងនេះយើងសម្អាតវាស្អាតទៅសិនទៅបាទហើយយើងចាប់ផ្ដើមលាបវាទៅបានតាមចការធំនៅក្នុងកន្លែងគេកសិដ្ឋានធំបាទនៅប្រទេសធំដូចនៅថៃនៅវៀតណាមតាមចការរបស់គេគឺគេលាបបាទលាបអញ្ចឹងពេលខែប្រាំងអញ្ចឹងគឺគេលាបវាការពារព្រោះតែនឹងមានសត្វល្អិតបាទដូចជារុយបាទសត្វល្អិតតូចនេះវាទៅពងដាក់តាមដើមនៅពេលធ្លាក់ភ្លៀងទៅវាកើតទៅជាដួងនោះស៊ីស្វាយរបស់យើងដួងស៊ីស្វាយយើងលាបចឹងមកលាបឲ្យសប់ចឹងមកអានេះសូមបីតគុលវាស៊ីខ្ទេចប្រោយមកចានេះយើងត្រូវសម្អាតចាំងវាបានស្អាតសិនទៅហើយឆ្កត់វាមក